បាទបងប្អូនជនជាតិជាទីគោរពខ្ញុំសូមវិទោសដោយសារមានការខកខាននៅក្នុងការចូលមកពិភាក្សាឬក៏ចែករំលែកតាមរយៈវីដេអូជាយូរក្រែលហើយបាទភាគច្រើនខ្ញុំច្រើនទៅសរសេរណាបាទថ្ងៃនេះខ្ញុំចង់លើករឿងជាមានការសង្កេតរបស់ខ្ញុំមួយទាក់ទងទៅនឹងរបៀបនៃការមើលទៅលើស្ថានភាពមួយពីអ្នកផ្សេងគ្នាហើយវាកើតទៅជារឿងពេលខ្លះជារឿងការវាយប្រហារឬប្រមាថគ្នាចឹងទៅទាក់ទិនជាមួយនឹងការមើលឃើញរឿងមួយតាមរយៈការមើលគាត់តែឃើញហើយនឹងមួយទៀតការមើលជាយុទ្ធសាស្ត្រកាលណាមើលឃើញមើលគ្រាន់តែឃើញគឺបានន័យថាយើងឃើញស្អីដែលកំពុងតែកើតឡើងហើយនឹងមើលឃើញពីបញ្ហាដែលវាកំពុងតែកើតមានដោយសារតែបញ្ហាហ្នឹងប៉ុន្តែសម្រាប់ការមើលជាយុទ្ធសាស្ត្រគឺការមើលនៅអ្វីដែលវានៅពីក្រោយវានៅនៃសាច់រឿងហើយនឹងធ្វើការទស្សន៍ទាយទៅលើទស្សនវិជ្ជាដែលនឹងកើតឡើងនៅពេលអនាគតអញ្ចឹងភាពគ្នារវាងពីរគឺអ្នកដែលមើលគ្រាន់តែឃើញគឺមើលឃើញថ្ងៃហ្នឹងឃើញបញ្ហាថ្ងៃហ្នឹងបាទហើយការអ្នកដែលមើលយុទ្ធសាស្ត្រគឺយើងឃើញបញ្ហានេះយើងអាចព្យាយាមយល់បកស្រាយស្អីដែលនៅពីខាងក្រោយវានៅនៃសាច់រឿងហើយនឹងទូទាយទៅលើផលវិបាកទាំងល្អទាំងមិនល្អនៅក្នុងពេលអនាគតហើយជាញឹកញាប់ខ្ញុំឃើញមានការជំរុញចម្រាស់គ្នារវាងរបៀបនៃការមើលទាំងពីរហ្នឹងបាទខ្ញុំឧទាហរណ៍ថាអ្នកដែលមើលតែឃើញបើសិនជាយើងទៅមើលនៅក្នុងសាលារៀនមួយយើងឃើញមានសាលារៀនមួយខ្នងមាន4បាទនេះយើងមើលឃើញក៏ប៉ុន្តែប្រសិនបើយើងមើលជាយុទ្ធសាស្ត្រនៅពីខាងក្រោយនោះគឺយើងមានសំណួរ20 30សំណួរទៀតដែលទាក់ទងនឹងសាលារៀនមួយខ្នងហ្នឹងបាទអញ្ចឹងត្រង់នេះវាជារឿងមួយដែលពេលខ្លះក្នុងសង្គមយើងគឺមានភាពចម្រូងចម្រាសគ្នារវាងអ្នកគ្រាន់តែមើលឃើញហើយនិងអ្នកដែលមើលឃើញជាយុទ្ធសាស្ត្របាទហើយផលប្រយោជន៍មានតែពីរគឺអ្នកដែលមើលឃើញគឺឃើញហើយនិយាយឃើញបញ្ហាគឺនិយាយចេញមករីឯអ្នកមើលជាយុទ្ធសាស្ត្រគឺបានន័យគេយកបញ្ហាដែលគេមើលឃើញហ្នឹងយកមកដើម្បីពិនិត្យមើលរឿងនៅពីខាងក្រោយវាំងននហើយនឹងផលវិបាកទាំងឡាយនៅពេលអនាគតប្រសិនបើរឿងនេះវានៅតែកើតតទៅទៀតហើយទន្ទឹមនឹងទៀតអ្នកយុទ្ធសាស្ត្រក៏គេអាចនឹងជួយបង្ហាញផ្លូវយើងថាដោយសារបញ្ហានេះវានឹងកើតទៅបែបនេះតើស្អីខ្លះដែលជាដំណោះស្រាយដែលត្រូវត្រៀមបាទដែលត្រូវត្រៀមលក្ខណៈវិស្រេចបាទហើយការគិតគូរអំពីប្រទេសជាតិក៏ដូចគ្នាដែរបើសិនជាយើងគ្រាន់តែមើលបញ្ហាពីមួយថ្ងៃទៅមួយថ្ងៃដោះបញ្ហាពីមួយថ្ងៃទៅមួយថ្ងៃនោះយើងអាចជឿទៅរកដំណោះស្រាយមួយសម្រាប់រយៈពេលវែងឬដំណោះស្រាយមួយដែលមានប្រសិទ្ធភាពយូរវែងបានទេបាទតែបើគាត់មើលគាត់តែឃើញហើយយកមកលើកឡើងដើម្បីនិយាយហើយដោះស្រាយតែនៅនឹងចុងច្រមុះខ្ញុំគិតថាយើងយកបញ្ហានឹងវិលមករកយើងវិញដដែលជាដដែលបាទខ្ញុំសូមនិយាយខ្លីទៅនឹងចប់ឲ្យរឿងនេះវាមិនមានអីការបកស្រាយអ្វីទេសូមអរគុណសូមជម្រាបលា